Gensberg គុណខ្មែរវ៉ាខាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រកួតដណ្ដើមយកឡានថ្មីខ្លាញ់គោមិនធ្លាប់មានពីមុនមកបាទអរគុណដល់ Gensberg ដែលបានលើកស្ទួយគុណខ្មែរឲ្យពិភពលោកបានស្គាល់ទាំងអស់គ្នាខ្ញុំក៏ fan Gensberg ដែរព្រោះអីប្តីខ្ញុំហូបរាល់ថ្ងៃចង់ឲ្យអ្នកទស្សនាមកទស្សនាបានច្រើនព្រោះអីមិនងាយមានកម្មវិធីគុណខ្មែរមានកីឡាករមកពីក្រៅប្រទេសចឹងអត់ងាយមានទេសូមអរគុណដល់ក្រុមហ៊ុន Gensberg ដែលបានឧបត្ថម្ភដល់គុណខ្មែរឲ្យមានការរីកចម្រើនការប្រកួតជុំទី1របស់ធឿនធីរ៉ាត្រូវប្រកួតជាមួយកីឡាករ Michel មកពីសាធារណរដ្ឋឆេកកីឡាករធឿនធីរ៉ាប្រើពេលរហូតដល់3ទឹកពេញដើម្បីទទួលបានជ័យជំនះការប្រកួតជុំទី2របស់កីឡាករធឿនធីរ៉ាត្រូវប្រកួតជាមួយកីឡាករ Vaisak មកពីអ៊ុយក្រែនចូលមកដល់វគ្គទី2កីឡាករធឿនធីរ៉ាប្រើកណ្ដាប់ដៃមហាទម្ងន់ដួលដៃគូឲ្យបោះបង់ការប្រកួតនៅចុងទឹកទី1ការប្រកួតវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់កីឡាករធឿនធីរ៉ាត្រូវប្រកួតជាមួយកីឡាករ Machado Bento មកពីប្រេស៊ីលចូលមកដល់វគ្គផ្ដាច់ព្រាត់កីឡាករធឿនធីរ៉ាប្រើកណ្ដាប់ដៃតែមួយដៃដួលដៃគូប្រកួតឲ្យសន្លប់ធំក្នុងទឹកទី1ទទួលបានខ្សែក្រវ៉ាត់និងឡានថ្មីខ្លាញ់គោមួយគ្រឿងពី Gensberg លើកស្ទួយគុណខ្មែរទៅកាន់ពិភពលោក